ការញ៉ាំសាច់សត្វឆ្កែហ្នឹងគឺមានភាពទូលំទូលាយនិងដឹងច្រើនមែនតែវាខ្លាចទៅជាសកម្មភាពទូទៅរបស់គេដែលគេគិតថាវាអត់មានអីខុសប្រទេសខ្មែរយើងត្រូវបានស្គាល់ថាជាប្រទេសដែលផ្ដល់ស្នាមញញឹមកក់ក្ដៅមានប្រជាប្រិយភាពស្រឡាញ់រាប់អានមនុស្សអីចឹងប៉ុន្តែដល់ពេលយើងក៏លេចមកមើលសកម្មភាពផ្សេងៗដែលយើងធ្វើទៅលើសត្វឆ្កែនិងឆ្មាណាថាហ្នឹងវាធ្វើឲ្យរូបភាពទាំងអស់ហ្នឹងអត់ល្អវិញអញ្ចឹងណាទៅលើឆាកអន្តរជាតិនៅខ្មែរយើងហ្នឹងមានខេត្តមួយដែលចេញសេចក្តីប្រកាសឆ្នាំ2020ថានឹងបំបត្តិការសម្លាប់ការបរិភោគនិងការលក់សត្វឆ្កែគេអត់ទិញជាលុយដោយសារតែវាអាចនឹងផ្ដល់នៅ misfortune សំណាងអាក្រក់ទៅដល់អ្នកទាំងអ្នកលក់ទាំងអ្នកទិញអញ្ចឹងខ្ញុំសូមជម្រាបសួរក៏ដូចជាស្វាគមន៍បងខ្ញុំឈ្មោះមានហើយជាអ្នកស្រាវជ្រាវវ័យក្មេងនៅវេទិកាអនាគតអត្ថបទដែលខ្ញុំនឹងធ្វើបទបង្ហាញថ្ងៃហ្នឹងគឺតកតងជាមួយនឹងកម្ពុជាគួរលុបបំបាត់ការលក់ការបរិភោគសាច់សត្វឆ្មានិងឆ្កែដើម្បីពង្រឹងប្រជាប្រិយភាពរបស់ខ្លួនទៅកាន់ឆាកអន្តរជាតិចឹងមុននឹងខ្ញុំធ្វើការចាប់ផ្ដើមទៅលើការបកស្រាយរៀងស៊ីជម្រៅបន្តិចខ្ញុំចង់សួរអ្នកទាំងអស់គ្នាថាតើគ្នាយើងមានដែលបានមានធ្លាប់មានបទពិសោធន៍បាត់សត្វចិញ្ចឹមដូចជាឆ្កែឆ្មាទៅកាន់អាជីវកម្មលក់សាច់សត្វអញ្ចឹងណាដែលធ្លាប់មានបទពិសោធន៍ឬក៏មានអ្នកដែលយើងស្គាល់អត់ដែលធ្លាប់បាត់អញ្ចឹងព្រោះខ្ញុំផ្ទាល់ខ្ញុំធ្លាប់ហើយវាជាបទពិសោធន៍មួយដែលខ្ញុំសង្ឃឹមថានឹងលែងមាននៅថ្ងៃអនាគតចឹងចូលមកកាន់បទបង្ហាញហ្នឹងវិញជាដំបូងខ្ញុំសូមលើកឡើងអំពីតួលេខនេះអ្នកទាំងអស់គ្នាអាចធ្វើការទាយបានថាអាហ្នឹងបានន័យឬក៏សំដៅទៅលើអីគេតកតងជាមួយនឹងតួលេខហ្នឹងមានអ្នកណាគេអាចមានជាគំនិតមួយថាតើ30លាននេះខ្ញុំចង់សំដៅទៅលើអីគេអត់បើអត់មានខ្ញុំអាចតហ្មងសត្វឆ្កែឆ្មាដែរពីបរទេស close អូខេចឹងចំនួន30លានហ្នឹងគឺជាចំនួនសត្វឆ្កែដែលត្រូវបានសម្លាប់យកសាច់បរិភោគជារៀងរាល់ឆ្នាំនៅក្នុងទូទាំងអាស៊ីនៅក្នុងចំនួន30លានហ្នឹងវាមាន1លាននាក់នៅក្នុងប្រទេស1លាននាក់1លានសត្វឆ្កែ1លានក្បាលដែលត្រូវបានសម្លាប់នៅក្នុងប្រទេសឥណ្ឌូនេស៊ីនៅប្រទេសខ្មែរយើងវិញគឺមានរហូតដល់ទៅ3លានក្បាលឯប្រទេសវៀតណាមមានសត្វឆ្កែរហូតដល់ទៅ5លានក្បាលបូក1លានហ្នឹងគឺសត្វឆ្មាខ្មែរយើងក៏មានដែរសត្វឆ្មាក៏ប៉ុន្តែអត់មានទិន្នន័យជាក់ស្ដែងនៅក្នុងពេលដែលខ្ញុំធ្វើការស្រាវជ្រាវទេអញ្ចឹងខ្ញុំអត់អាចលើកឡើងមកបានតើទិន្នន័យដែលខ្ញុំលើកឡើងមុនហ្នឹងវានឹងធ្វើឲ្យប៉ះពាល់ទៅដល់រូបភាពរបស់ប្រទេសយើងហ្នឹងទៅកាន់ឆាកអន្តរជាតិមិនខ្លះដូចគ្នាយើងស្គាល់ហើយភាគច្រើនយើងឮនៅក្នុងអ៊ីនធឺណិតក្នុងវីដេអូអីចឹងណាថាប្រទេសខ្មែរយើងត្រូវបានស្គាល់ថាជាប្រទេសដែលផ្ដល់ស្នាមញញឹមកក់ក្ដៅមានប្រជាប្រិយភាពស្រឡាញ់រាប់អានមនុស្សអីចឹងទៅប៉ុន្តែដល់ពេលយើងក៏លេចមកមើលរបៀបនៃការនៃសកម្មភាពផ្សេងៗដែលយើងធ្វើទៅលើសត្វឆ្កែនិងឆ្មាណាថាហ្នឹងវាធ្វើឲ្យរូបភាពទាំងអស់ហ្នឹងមានភាពអត់ល្អវិញអញ្ចឹងណាទៅលើឆាកអន្តរជាតិអញ្ចឹងហើយបានជាខ្ញុំលើកពីអត្ថបទហ្នឹងឡើងមកដើម្បីឲ្យយើងអាចកែប្រែឬក៏ព្យាយាមផ្លាស់ប្ដូរជាវិជ្ជមានទៅលើឆាកអន្តរជាតិនៅរូបភាពរបស់ប្រទេសកម្ពុជាយើងខ្ញុំមានករណីសិក្សាពីរដែលនឹងលើកឡើងមកទី1គឺនៅក្នុងប្រទេសកូរ៉េខាងត្បូងរូបភាពទី1នេះគឺជាកសិដ្ឋានចិញ្ចឹមសត្វឆ្កែយកសាច់ខ្មែរយើងអត់ទាន់មានទិន្នន័យទេខ្ញុំព្យាយាមរកមើលនៅក្នុង report ក្នុងអីដែរអត់មានទិន្នន័យអញ្ចឹងបានន័យថានៅខ្មែរយើងសត្វឆ្កែឬក៏សត្វឆ្មាដែលត្រូវបានសម្លាប់យកសត្វហ្នឹងពួកគាត់ហ្នឹងគឺភាគច្រើនអាចនឹងដោយសារលួចដោយសារការ trade ឬក៏អាហ្នឹងគេហៅអីគេទិញប្ដូរអញ្ចឹងណាទិញប្ដូរនៅតាមភូមិដាច់ស្រយាលអីចឹងទៅគឺគេមានជាកធនជាអីចឹងទៅពីព្រោះខ្ញុំធ្លាប់ឮមានអ្នកស្រាវជ្រាវម្នាក់គាត់និយាយថាគេអត់ទិញជាលុយដោយសារតែវាអាចនឹងផ្ដល់នៅគេហៅគេ misfortune ភាព unlucky ចាសំណាងអាក្រក់អាចផ្ដល់ឲ្យសំណាងអាក្រក់ទៅដល់អ្នកទាំងអ្នកលក់ទាំងអ្នកទិញ
ចឹងបានជាយើងឃើញមានរូបភាពខ្លះគឺគេមានដាក់ម៉ូតូមួយម៉ូតូអសង្គ្រេមួយចឹងទៅមានទ្រុងនៅខាងក្រោយម៉ូតូហើយមានកធនមានចានឆ្នាំងសម្រាប់ផ្លាស់ប្ដូរយកសัตว์ហ្នឹងមួយទៀតគឺអាចនឹងមកពីការtrade ឬក៏ការនាំចូលពីខាងប្រទេសខាងក្រៅដូចជាប្រទេសវៀតណាមឬក៏ប្រទេសថៃប៉ុន្តែតួលេខប្រទេសថៃគឺខ្ញុំអត់រកឃើញអូខេអញ្ចឹងករណីសិក្សាទី1នៅក្នុងប្រទេសកូរ៉េខាងត្បូងដែលការញ៉ាំសាច់សត្វឆ្កែហ្នឹងគឺមានភាពទូលំទូលាយនិងដឹងច្រើនមែនតែវាខ្លាចទៅជាវាថាសកម្មភាពទូទៅរបស់គេដែលគេគិតថាវាអត់មានអីខុសចឹងណាប៉ុន្តែនៅក្នុងឆ្នាំ2024ប្រទេសកូរ៉េខាងត្បូងហ្នឹងបានប្រកាសនៅច្បាប់មួយគឺការបិទទាំងស្រុងនៅការលក់ការសម្លាប់សាច់សត្វឆ្កែដើម្បីយកសាច់ហើយនៅក្នុងឆ្នាំ2027ច្បាប់ហ្នឹងនឹងត្រូវបានអនុវត្តពេញលេញបានន័យថាគេទុករយៈពេល3ឆ្នាំដើម្បីឲ្យម្ចាស់អាជីវកម្មឬក៏អ្នកដែលគាត់មានទម្លាប់ហូបសាច់សត្វហ្នឹងឲ្យគាត់ផ្លាស់ប្ដូរសកម្មភាពហ្នឹងវិញបន្ថែមពីលើហ្នឹងទៀតរាជរដ្ឋាភិបាលប្រទេសកូរ៉េក៏បានផ្ដល់ជូនជាជំនួយផ្សេងៗដូចជាជំនួយទៅលើផ្នែកថវិកាការបណ្ដុះបណ្ដាលវិជ្ជាជីវៈផ្សេងៗជាដើមដើម្បីឲ្យការផ្លាស់ប្ដូរអាកប្បកិរិយាទៅលើសត្វឆ្កែហ្នឹងវាមានភាពងាយស្រួលមានភាពរលូនយើងអាច expect ថាអូខេចេញច្បាប់មកភ្លាមគឺច្បាប់ហ្នឹងនឹងត្រូវបានអនុវត្តពេញលេញភ្លាមអញ្ចឹងវានឹងធ្វើឲ្យមានការប៉ះពាល់ជាច្រើនទៅដល់បុគ្គលពាក់ព័ន្ធឬក៏ប្រជាជនដែលគាត់ពឹងផ្អែកជីវភាពរបស់គាត់ហ្នឹងទាំងស្រុងទៅលើការលក់ឬក៏ការចាប់សត្វឆ្កែហ្នឹងទៅអូខេហើយទៅលើច្បាប់ហ្នឹងគឺមាន 93% នៃប្រជាជនដែលគាត់លើកឡើងមកថាគាត់គ្មានគម្រោងនៅក្នុងការបរិភោគសាច់សត្វឆ្កែហ្នឹងនៅក្នុងពេលអនាគតទេហើយចំនួន 82% ទៀតគឺគ្រប់គ្រងទៅលើចំណាត់ការអញ្ចឹងបានន័យថាច្បាប់នេះមានការគ្រប់គ្រង majority ជាសម្លេងជាធំនៅក្នុងប្រទេសកូរ៉េហ្នឹងគឺគេគ្រប់គ្រងច្រើនទៅលើចំណាត់ការហ្នឹងប្រសិនបើបន្ទាប់ពី3ឆ្នាំមានអ្នកប្រព្រឹត្តខុសពីច្បាប់ហ្នឹងគឺនឹងត្រូវបានផាកពិន័យជាទឹកប្រាក់ផងជាការជាប់ពន្ធនាគារផងអានេះសម្រាប់ការសម្លាប់និងការបរិភោគគឺវាជាប់ទោសធ្ងន់ជាងការចែកចាយការចិញ្ចឹមអីចឹងខាងក្រោមនេះគឺជាការពិន័យទៅលើសកម្មភាពបង្កាត់ពូជការចាប់ការចែកចាយឬលក់ជាដើមឥឡូវយើងងាកមកមើលករណីសិក្សាទី2ពីប្រទេសទូគី His name is Lee he's already dead ប៉ុន្តែចង់និយាយថាឈ្មោះឆ្មានេះគឺគាត់ went viral គាត់ត្រូវបានគេស្គាល់ជាច្រើននៅលើអ៊ីនធឺណិតឈ្មោះ Glee ហើយមានពេលមួយហ្នឹងដែលអតីតនាយករដ្ឋមន្ត្រីសហរដ្ឋអាមេរិកលោក Barack Obama ហ្នឹងគាត់បានទៅទស្សនកិច្ចប្រទេសទូគីហើយគាត់បានទៅកាន់ Cathedral ដូចព្រះវិហារហ្នឹងហើយក៏គាត់បានមានរូបថតមួយហ្នឹងគឺ Glee ហើយនឹង Barack Obama ហ្នឹង like they interact so តើតើជាមួយហ្នឹងគឺខ្ញុំចង់លើកឡើងមកថាពីមុនប្រទេសទូគីត្រូវបានគេស្គាល់ថាជាប្រទេសដែលមានសន្តានចិត្តល្អស្រឡាញ់ហើយនឹងចូលចិត្តថែរក្សាសត្វអនាថាប៉ុន្តែថ្មីហ្នឹងទូគីមានច្បាប់មួយចេញថ្មីគឺនៅក្នុងឆ្នាំ2024គឺគេមានច្បាប់ថានឹងត្រូវកម្ចាត់សត្វឆ្កែអនាថាទាំងអស់អញ្ចឹងបានន័យថាម៉េចបានន័យថាឆ្កែអនាថាទាំងអស់នឹងត្រូវបានប្រមូលបន្តមកទៀតពួកគាត់នឹងត្រូវបានគេចាប់ថតរូបហើយដាក់ឲ្យស្វែងរកម្ចាស់ប្រសិនបើបន្ទាប់ពី30ថ្ងៃហ្នឹងអត់មានម្ចាស់ទេសត្វឆ្កែទាំងអស់ហ្នឹងនឹងត្រូវបានសម្លាប់តាមរយៈការចាក់ថ្នាំបំពុលអានេះគឺមានការរិះគន់ជាខ្លាំងពីមតិប្រជាជនក្នុងតំបន់ក៏ដូចជាអន្តរជាតិអញ្ចឹងវាប៉ះពាល់ទៅដល់កេរ្តិ៍ឈ្មោះរបស់ទូគីនឹងវិញថាលែងជាប្រទេសដែលស្រឡាញ់សត្វអីចឹងទៀតអីហើយវាមិនប៉ះពាល់ទៅត្រឹមតែប៉ុណ្្នឹងទេគឺប៉ះពាល់ទៅដល់វិស័យទេសចររបស់ពួកគាត់ផងដែរពីព្រោះមុនហ្នឹងទូគីមានជាលក្ខណៈតួដែលឆ្មាឬក៏ឆ្កែហ្នឹងគឺជា
like main attraction ហ្មងណាអញ្ចឹងមាន tourist គេទៅលេងតំបន់ហ្នឹងគឺដោយសារតែសត្វទាំងអស់ហ្នឹងគេហេតុអីបានជាខ្ញុំលើកករណីពីរហ្នឹងឡើងមកគឺដោយសារវាមានភាព contrast គ្នានៅក្នុងការអនុវត្តច្បាប់អញ្ចឹងនៅកម្ពុជាយើងឥឡូវខ្ញុំបកមកកម្ពុជាវិញតើគ្នាយើងមានដឹងថានៅខ្មែរយើងហ្នឹងមានខេត្តមួយដែលចេញសេចក្តីប្រកាសឆ្នាំ2020ថានឹងបំបត្តិការសម្លាប់ការបរិភោគនិងការលក់សាច់ឆ្កែសាច់សត្វឆ្កែអាចទាយបានថាមាននៅក្នុងខេត្តណា perfect okay so yeah នៅក្នុងខេត្តសៀមរាបមានសេចក្តីប្រកាសហ្នឹងគឺចេញដោយក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទក្នុងខេត្តសៀមរាបចេញមកថាដោយសារនៅក្នុងខេត្តសៀមរាបហ្នឹងវាមានអាជីវកម្មហ្នឹងវាមានលក្ខណៈចលាចលពេកអញ្ចឹងគឺគេកំហិតតែម្ដងហេតុអីបានជាវាអត់មានប្រសិទ្ធភាពអាហ្នឹងសំណួរដែលខ្ញុំសួរខ្លួនឯងហើយខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាគិតដែរគឺដោយសារទី1ខ្ញុំគិតហើយបន្ទាប់ពី reflect ទៅលើstudy case ដែលទាំងពីរដែលយើងបានធ្វើមកហ្នឹងគឺអត់មានពេលគ្រប់គ្រាន់សម្រាប់ឲ្យប្រជាជនធ្វើការផ្លាស់ប្ដូរទេទី2គឺគ្មានការជួយគ្រប់គ្រងពីរដ្ឋាភិបាលគឺចង់បិទភ្លាមគឺចេញច្បាប់ភ្លាមចឹងហ្មងហើយនឹងទី3គ្មានការយល់ដឹងទូលំទូលាយគ្មានការយល់ដឹងទូលំទូលាយហ្នឹងគឺតាក់ទងទៅលើការយល់ដឹងអំពីច្បាប់ទី1មួយទៀតគឺជាការយល់ដឹងអំពីព័ត៌មាននឹងតែម្ដងអូខេអញ្ចឹងអានេះគឺជាចំណាត់ការទូទៅឬក៏ជាកំណត់តូចដែលខ្ញុំចង់ធ្វើការណែនាំឬក៏ propose អញ្ចឹងទី1គឺពង្រីកវិសាលភាពនៃសេចក្តីជូនដំណឹងឬក៏ច្បាប់តែម្ដងនៅក្នុងការលុបបំបាត់ការបរិភោគការលក់ការចែកចាយអីជាដើមហ្នឹងទៅទូទាំងខេត្តនិងក្រុងសម្រាប់សត្វឆ្កែហើយនិងសត្វឆ្មាហ្នឹងទី2គឺត្រូវផ្ដល់គម្លាតដែលសមស្របទៅកាន់អាជីវកម្មឬក៏អ្នកដែលគាត់ប៉ះពាល់ទាំងហ្នឹងគេហៅអីគេ unintended ទាំងផ្ទាល់ឬក៏ដោយប្រយោលអញ្ចឹងត្រូវគិតឲ្យច្បាស់ថាយើងចេញច្បាប់ហ្នឹងតែយើងប៉ះពាល់ដល់បុគ្គលណាខ្លះប្រជាជនដែលគាត់រស់នៅគាត់ពឹងផ្អែកទៅលើការលក់សាច់សត្វហ្នឹងដើម្បីចិញ្ចឹមជីវិតហ្នឹងបើសិនជាយើងដាក់ច្បាប់ហ្នឹងចេញមកតើគាត់នឹងមានផលប៉ះពាល់អីខ្លះទី3គឺត្រូវផ្ដល់ជំនួយដល់អ្នកដែលប៉ះពាល់តើផ្ដល់ជំនួយជាហេតុផលជារូបភាពអីគេអញ្ចឹងអាហ្នឹងវាត្រូវផ្ដោតទៅលើសកម្មភាពជាក់ស្ដែងឬក៏រូបភាពជាក់ស្ដែងដែរទៅវាអាចជាផ្នែកហិរញ្ញវត្ថុការពិភាក្សាយោបល់ផ្ដល់យោបល់ទៅលើអូខេបើសិនជាអ្នកឯងបិទឬក៏ត្រូវបដូរពីអាជីវកម្មហ្នឹងតែអ្នកឯងអាចធ្វើអីបានហើយនឹងបង្រៀនជាវិជ្ជាជីវៈផ្សេងៗជាដើមហើយទី4ត្រូវសហការជាមួយអង្គការពាក់ព័ន្ធដូចជា 4paw ដែលខ្ញុំបានប្រើទិន្នន័យជាច្រើនមកពីខាង report គាត់ដែរហើយនឹងដូចជា Animal Rescue Cambodia យើងមានអង្គការជាច្រើនទៀតហើយនឹងពាក់ព័ន្ធធ្វើសហការជាមួយនឹងប្រជាជនក៏ដូចជាសហគមន៍ក្នុងតំបន់ហេតុអីបានជាប្រជាជននិងសហគមន៍គឺដោយសារដូចខ្ញុំលើកឡើងមុនហ្នឹងចំនួននៃសត្វឆ្កែឬក៏ឆ្មាដែលគេយកមកសម្លាប់ហ្នឹងវាមានចំនួនច្រើនដែលត្រូវបានលួចអញ្ចឹងបើយើងសហការជាមួយប្រជាជនក៏ដូចជាសហគមន៍យើងនឹងអាចកាត់បន្ថយសកម្មភាពនឹងបានហើយវាមិនត្រឹមតែកាត់បន្ថយចំនួននៃសត្វដែលត្រូវបានលួចទេវានឹងជួយពង្រឹងស្ថានភាពឬក៏របៀបថា security នៅក្នុងតំបន់នឹងផងដែរ and lastly គឺចែកចាយព័ត៌មានទូលំទូលាយទៅកាន់ប្រជាជនទាំងអស់ប្រជាជនទាំងអស់កន្លែងនេះខ្ញុំចង់ខ្ញុំចង់ផ្ដោតបន្តិចដោយសារប្រជាជនទាំងអស់ហ្នឹងគឺបានន័យទៅលើទាំងប្រជាជនដែលគាត់អត់ចេះអក្សរប្រជាជនដែលគាត់មិនអាចទទួលបានព័ត៌មានបានដោយសារមានពិការភាពឬក៏គាត់អត់មាន means ឬក៏អត់មាន ways to find the information បានន័យថាអ្នកដែលគាត់ចាស់អត់ចេះប្រើទូរស័ព្ទអត់ចេះប្រើអ៊ីនធឺណិតអីហ្នឹងជាដើមអញ្ចឹងហ្នឹងគឺជាមតិយោបល់តូចៗដែលខ្ញុំមានហើយនេះគឺជា QR ដែលខ្ញុំធ្វើនេះគឺដើម្បីស្រង់មតិរបស់អ្នកដែលចូលរួមហ្នឹងគឺ
នៅក្នុង QR ហ្នឹងវាមានសំណួរតាក់ទងទៅនឹងបទពិសោធន៍របស់យើងដែលបានពាក់ព័ន្ធជាមួយនឹងការបាត់ឬក៏ការត្រូវបានសត្វលួចសត្វចិញ្ចឹមរបស់យើងអីចឹងទៅហើយនឹងមតិយោបល់ខ្លះៗរបស់អ្នកទាំងអស់គ្នាទៅលើបញ្ហាហ្នឹងអញ្ចឹងបើអាចសូម scan ចាខ្ញុំមានតែប៉ុណ្្នឹងទេអរគុណច្រើនធម្មតាពួកខ្ញុំជូនខ្ញុំមិនមែនថាខ្ញុំអត់ស្រឡាញ់សត្វខ្ញុំស្រឡាញ់ប៉ុន្តែគ្រាន់តែយើងអត់មានពេលថែយើងអត់បានចិញ្ចឹមអញ្ចឹងណាប៉ុន្តែឃើញអ្នកខ្លះគាត់ចិញ្ចឹមហើយគាត់ឲ្យឆ្កែឬក៏ឆ្មាគាត់ដើរចាបានន័យថាបត់ដៃបត់ជើងទៅពីវាពីកាលក៏អត់គិតអាហ្នឹងក៏ត្រូវតែបានន័យថាឲ្យគាត់យល់ដឹងអំពីថាតើសត្វដែលគាត់ចិញ្ចឹមហ្នឹងគាត់ត្រូវមានភារកិច្ចអីខ្លះតែប៉ុណ្្នឹងឯងចាបងអាហ្នឹងទំនួលខុសត្រូវរៀងៗខ្លួនចាHello បាទខ្ញុំមកក្រោយហើយខ្ញុំមកឈ្មោះវ៉ាជំនងហើយជាអ្នកស្រាវជ្រាវដែរខ្ញុំចាប់អារម្មណ៍ប្រធានបទដែល Future Forum បានលើកយកមកហ្នឹងប៉ុន្តែដោយសារតែជាប់កាតព្វកិច្ចត្រូវធ្វើការងារមួយទៀតទើបតែបានចូលមកចំពោះសំណួររបស់ខ្ញុំសួរសំណួរខ្លីទេប៉ុន្តែជាចំណាប់អារម្មណ៍ខ្ញុំចាំបានថានៅក្នុងឆ្នាំហ្នឹងគឺមានខេត្តមួយដូចជាខេត្តរតនគិរីដែលអភិបាលខេត្តបានជីឡានបុកឆ្កែហើយគាត់ក៏បានឲ្យប្រជាពលរដ្ឋហ្នឹងឲ្យមន្ត្រីរបស់គាត់ហ្នឹងចុះបញ្ជីឆ្កែផ្ទះណាមានឆ្កែហ្នឹងប្រហែលជាអ្នកទាំងអស់គ្នាអាចតាមបានតាមរយៈ Facebook ហ្នឹងមើលទៅនៅក្នុងប្រទេសកម្ពុជារបស់យើងការពិតទៅនៅក្នុងក្រមរដ្ឋបវេណីក៏បានបញ្ញត្តិអំពីការចិញ្ចឹមសត្វដែរហើយតាក់ទងទៅនឹងការគ្រប់គ្រងសត្វចិញ្ចឹមដូចជាឆ្កែដូចជាឆ្មាអីហ្នឹងវាមិនទាន់មានគោលនយោបាយឬក៏ច្បាប់ណាកំណត់ជាក់លាក់ទេប៉ុន្តែខ្ញុំមើលឃើញក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទដែលជាក្រសួងសម័យដែលពាក់ព័ន្ធទៅនឹងការគ្រប់គ្រងសត្វហ្នឹងគាត់មិនទាន់មានផែនការឬក៏គោលការណ៍គោលនយោបាយណាដែលពង្រឹងទៅលើការអនុវត្តហ្នឹងទេជាសំណួររបស់ខ្ញុំខ្លីតើអ្វីដែលក្នុងនាមជាអ្នក research បានស្រាវជ្រាវអំពីជាអ្វីដែលជាបញ្ហានៅក្នុងការអនុវត្តនៅក្នុងការបរិភោគសាច់ឆ្កែហ្នឹងហើយបានសាកសួរទៅមន្ត្រីរដ្ឋាភិបាលអត់សូមអរគុណខ្ញុំសូមបញ្ជាក់សំណួរបងតិចបានទេបងនិយាយថាអ្វីដែលជាបញ្ហាទៅលើការបរិភោគសាច់ឆ្កែបាទ as in what angle sorry no I'm just ខ្ញុំរៀងអត់សូវយល់ពីសំណួររបស់បងអញ្ចឹងទៅបើខ្ញុំសូមសួរបញ្ជាក់ចង់សម្ដៅទៅលើថានិយាយឲ្យខ្លីទៅហេតុអីបានជាផ្នត់គំនិតប្រជាពលរដ្ឋអីមិនផ្នត់គំនិតរបស់ប្រជាពលរដ្ឋទេផ្នត់គំនិតអ្នកដែលគាត់បរិភោគសាច់ឆ្កែហ្នឹងនៅតែបន្តបរិភោគអូខេតើមកពីមូលហេតុអីចាហើយរាជរដ្ឋាភិបាលមានយន្តការបែបណាដែរមកដល់ត្រង់ហ្នឹងគោលបន្ថែមមួយទៀតទៅក្នុងនាមយើងជាយុវជនជំនាន់ថ្មីយើងគួរតែបង្កើតគំនិតបែបណាដើម្បីយើងការពារសត្វដែលយើងស្រឡាញ់កាលពីមុនខ្ញុំក៏កើតនៅក្នុងមជ្ឈដ្ឋានហ្នឹងដែរប៉ុន្តែនៅពេលដែលគេឆក់ឆ្កែ 4-5 ដងមកហើយគ្នាឡើងរងទុក្ខវេទនាទៅអូខេចាអរគុណបងនៅសំណួរខ្ញុំសង្ឃឹមថាខ្ញុំនឹងឆ្លើយឲ្យត្រូវបើអត់ត្រូវទេខ្ញុំសូមពេលធ្វើការស្រាវជ្រាវបន្តតើតងជាមួយនឹងផ្នត់គំនិតបើយើងប្រៀបធៀបរវាងប្រទេសខ្មែរយើងទៅនឹងប្រទេសកូរ៉េខ្ញុំលើកឡើងមុនហ្នឹងគឺប្រទេសខ្មែរយើងគឺនៅអត់ទាន់មានទិន្នន័យទៅលើកសិដ្ឋានចិញ្ចឹមសត្វឆ្កែដើម្បីយកសាច់ទេអញ្ចឹងបានន័យថាអាកប្បកិរិយាហ្នឹងវាជាអាកប្បកិរិយាហ្នឹងខ្ញុំសំដៅទៅលើការហូបសាច់សត្វឆ្កែគឺជាសកម្មភាពមួយដែលមិនទូលំទូលាយឬក៏មិនទាន់ត្រូវបានទទួលស្គាល់ថាជាសកម្មភាពល្អអញ្ចឹងបានន័យថាអាហ្នឹងទី1គឺវាអត់ទាន់ទូលំទូលាយបានន័យថាគេអត់ទទួលស្គាល់ថាវាជាសកម្មភាពល្អនៅក្នុងការយកសម្រាប់សត្វឆ្កែឬក៏ឆ្មាហ្នឹងដើម្បីយកសាច់មកបរិភោគចឹងទៅទី2អានេះជាអ្វីដែលខ្ញុំ research ទៅឃើញហើយនឹងស្ដាប់ឮពីបុគ្គលមួយចំនួនគឺគេជឿថាការបរិភោគសាច់សត្វហ្នឹងវាជួយឲ្យមានកម្លាំងជាពិសេសសម្រាប់ប្រុសអាហ្នឹងជាទី
បងសួរមួយទៀតថាតើរាជរដ្ឋាភិបាលមានចំណាត់ការអីគេជារៀងរាល់ថ្ងៃហ្នឹងឬក៏ទៅផ្ដោតទៅលើអ្វីដែលខ្ញុំបានធ្វើការស្រាវជ្រាវមានតាសេចក្តីជូនដំណឹងពីខេត្តសៀមរាបនឹងមួយឯងដែលខ្ញុំមើលឃើញថាជាលិខិតបទដ្ឋានគតិយុត្តដែលផ្ដោតទៅលើច្បាប់តកតងទៅនឹងសុខភាពសត្វនិងផលិតកម្មសត្វមាត្រា112 113 115មានការផាកពិន័យហ្មងទៅលើការចឹងអ្វីដែលខ្ញុំចង់និយាយហ្នឹងគឺបានន័យថាសេចក្តីជូនដំណឹងខេត្តសៀមរាបចេញមកថាហាមឃាត់ការបរិភោគនិងលក់សាច់ឆ្កែហ្នឹងគឺយោងទៅលើ Article 112 113 និង 115 នៃច្បាប់សុខភាពសត្វនិងផលិតកម្មសត្វហើយច្បាប់ហ្នឹងគឺគេមានចែងពីការផាកពិន័យអីហ្នឹងជាដើមអញ្ចឹងគឺអាហ្នឹងបានន័យថាវិសាលភាពនៃច្បាប់ហ្នឹងគឺវាមានអ្វីដែលខ្ញុំដឹងគឺវាមានតែតូចមួយហ្នឹងអញ្ចឹងបានជាខ្ញុំធ្វើការpropose ទៅលើការពង្រីកនៅវិសាលភាពច្បាប់ហ្នឹងឲ្យវាកាន់តែទូលំទូលាយទៅកាន់ទូទាំងប្រទេសសេចក្តីជូនដំណឹងអាចនឹងមាន power តិចតួចជាងច្បាប់តែម្ដងអញ្ចឹង yeah that's why ក្នុងគំនិតតូចរបស់ខ្ញុំគឺខ្ញុំpropose ទៅលើការពង្រីកវិសាលភាពឬក៏ចេញច្បាប់ហាមឃាត់តែម្ដងសំណួរបងមួយទៀតគឺតកតងជាមួយយុវជនយើងគួរធ្វើម៉េចខ្ញុំគិតថាក្មេងៗយើងភាគច្រើនគឺដឹងហើយថាសកម្មភាពហ្នឹងវាអត់ត្រឹមត្រូវប៉ុន្តែយើងនៅខ្វះចន្លោះដោយសារវាអត់រួមបញ្ចូលនៅយុវជនមួយចំនួនទៀតដែលគាត់មកពីតំបន់ឆ្ងាយឬក៏គាត់អត់ត្រូវបានទទួលការអប់រំច្បាស់លាស់ឬក៏ត្រឹមត្រូវអញ្ចឹងមានតែយើងពង្រឹងការអប់រំទៅលើការបរិភោគហ្នឹងឯងអញ្ចឹងមានន័យថា awareness សម្រាប់ខ្ញុំឥឡូវហ្នឹងគំនិតខ្ញុំគឺមានតែប៉ុណ្្នឹងឯងបើបងមានអីអាច suggest ចង់ suggest បាទសូមអរគុណសម្រាប់ការលើកឡើងរបស់វាគ្មិនក្នុងការធ្វើបទបង្ហាញជាការពិតខ្ញុំរៀនច្បាប់ដែរហើយក៏ឃើញការលើកឡើងរបស់វាគ្មិនពាក់ព័ន្ធទៅនឹងមានច្បាប់ហើយមាត្រាចាប់ពីមាត្រា101 102ដែលលើកឡើងមុនហ្នឹងមានច្បាប់ហើយយើងអត់មានឃើញការអនុវត្តនេះប្រហែលជាយើងអត់ដឹងទេមិនដឹងថាការអនុវត្តបែបណាក៏លើកទឹកចិត្តអរគុណសម្រាប់រដ្ឋបាលខេត្តសៀមរាបដែលគាត់បានចេញជាសេចក្តីថ្លែងការណ៍មួយចំពោះការហាមឃាត់ប្រជាពលរដ្ឋមិនឲ្យបរិភោគសាច់ឆ្កែចំពោះទស្សនៈរបស់ខ្ញុំគឺខ្ញុំមាន3ចំណុចដែល recommend ទៅលើពាក់ព័ន្ធទៅនឹងការគាំពៀទៅលើសាច់សត្វហ្នឹងសត្វពិសេសដែលយើងគិតថាមិនគួរបរិភោគហ្នឹងទី1រដ្ឋាភិបាលគួរតែមានគោលនយោបាយមួយច្បាស់លាស់ដូចជាបណ្ដាប្រទេសមួយចំនួនយើងឃើញសហរដ្ឋអាមេរិកនៅពេលដែលបោះឆ្នោតប្រធានាធិបតីដូណាល់ត្រាំជាមួយនឹងបេក្ខជនមកពីសាធារណរដ្ឋខាងសាធារណរដ្ឋគឺគេបាន debate អំពីការបរិភោគសាច់សត្វនឹងផងដែរហើយត្រាំក៏បានធ្វើប្លុកធ្វើបែបកំ pl ែងអំពីដាក់ហូបខ្លួនឯងជាមួយនឹងឆ្មាផងដែរអាហ្នឹងវាកើតចេញពីឆន្ទៈនយោបាយរបស់អ្នកនយោបាយដែលមើលឃើញបញ្ហានៃការបរិភោគសាច់សត្វហ្នឹងហើយចំណុច2ខ្ញុំសង្ឃឹមថាយើងនឹងបង្កើតច្បាប់មួយការគាំពៀទៅលើសត្វហ្នឹងការគាំពៀបែបណាខ្ញុំលើកករណីនៅក្នុងប្រទេសជប៉ុននៅក្នុងប្រទេសជប៉ុនគឺគេកំណត់អំពីអត្តសញ្ញាណនៃសត្វបើសិនបើយើងអត់ទាន់បានកំណត់អំពីអត្តសញ្ញាណនៃសត្វទេមានន័យថាបើសិនបើយើងយកទៅអនុវត្តច្បាប់យើងអនុវត្តបែបណាឧទាហរណ៍មនុស្សយើងគឺមានអត្តសញ្ញាណមួយពិតប្រាកដអញ្ចឹងច្បាប់គាំពៀតើតែយើងមានអត្តសញ្ញាណពិតប្រាកដបើអត់មានអត្តសញ្ញាណពិតប្រាកដទេយើងចង់យើងអាចអនុវត្តបានទេអញ្ចឹងខ្ញុំឧទាហរណ៍ថាថនទី2ហ្នឹងខ្ញុំឧទាហរណ៍ថាដូចជាសត្វមួយចំនួនដែលគេយកទៅបោះបង់ចោលនៅវត្តចឹងតើពីណាគេទទួលខុសត្រូវលោកឬក៏មិនដែរទទួលខុសត្រូវប្រសងស្មាទោសហើយនឹងចំណុចទី3ខ្ញុំឃើញកិច្ចពិភាក្សារបស់គណៈរដ្ឋមន្ត្រីមួយសម័យនេះគឺបាននិយាយអំពីចំណុចមួយដែលពាក់ព័ន្ធទៅនឹងអាហារនៅក្នុងអាស៊ានក្នុងនាមជាប្រទេសក្នុងនាមកម្ពុជាជាសមាជិកអាស៊ានមួយក៏គួរតែ
អាស៊ីអាគ្នេយ៍ក៏គួរតែលើកឡើងអំពីបញ្ហាចំណីអាហារណាមួយដែលត្រូវហាមឃាត់ផងដែរនៅក្នុងន័យនេះខ្ញុំចង់សម្ដៅទៅលើការបរិភោគសាច់សត្វឆ្កែហើយនិងឆ្មាគួរតែកុំដាក់ចូលនៅក្នុងរបៀបវិរៈនៅក្នុងការលក់ជាចំណីអាហារហើយនៅក្នុងនឹងផងដែរជាបច្ចេកទេសកម្ពុជាគួរតែបង្កើតវិទ្យាស្ថានចំណីអាហារមួយដែលសិក្សាស្រាវជ្រាវទៅលើការចរាចរណ៍នៅលើទីផ្សារពាក់ព័ន្ធទៅនឹងការចរាចរណ៍ការលក់ដូរនិងការបរិភោគទៅលើសាច់សត្វហ្នឹងហើយសិក្សាមូលហេតុអ្វីបានជាគាត់នៅតែមានផ្នត់គំនិតបែបហ្នឹងហើយតើមានកត្តាដែលជួយសម្រួលបែបណាបានជាគាត់បានសាច់ឆ្កែនឹងមកលក់សាច់ឆ្មានឹងមកលក់ហើយនឹងចំណុចទី3ដែលសំខាន់បំផុតនោះកត្តាអប់រំយើងគួរតែអប់រំកូនក្មេងឲ្យចេះស្រឡាញ់សត្វនោះគឺវាជាចម្លោះសូមអរគុណចាអរគុណបងជា common វិញគឺថាដូចយើងនិយាយគ្នាកាលមុនគឺថារឿងតាក់ទងនឹង enforcement ទៅលើអ្នកសាច់សត្វហ្នឹងមួយទៀតគឺទៅលើ protection របស់សត្វហ្នឹងផងដែរជាសពថ្ងៃហ្នឹងបើយើងចេញច្បាប់ដូចថាអ្នក enforce ហ្នឹងជាប៉ូលីសហ្នឹងពេលខ្លះក៏អត់ take it seriously ដោយសារគាត់គិតថាវាគ្រាន់តែឆ្កែមួយហ្នឹងពេលខ្លះគាត់ទិញខ្លែងខ្លួនឯងផងអញ្ចឹងគឺថាយើងគួរចាត់ដូចថាជា police force មួយផ្សេងដែរអត់ឧទាហរណ៍ជាមួយនឹងខាងដឹកគុណឬខាងវត្តខាងអីវាបើយើងនិយាយតាក់ទងនឹង morality មានតែពុទ្ធសាសនិកគេគាត់គេថា take it seriously បើគេវិញហ្នឹងដល់ថាតើអ្នកឯងហូបសាច់ឆ្កែនេះកាន់មហារីកមិនគាត់ស្ដាប់អ្នកផ្សេងអត់ទេថាបើខាងពុទ្ធសាសនិកឬក៏ខាងអ្នកនៅខាងattach មួយវត្តតើយើងគួរគេថាយើងគួរតែ attach police force តាក់ទងនឹង animal protection ហ្នឹងជាប់ជាមួយខាងស្ថាប័នសាសនាយើងវិញគឺថាណាមួយវាជា establish infrastructure ស្រាប់ហើយណាមួយសពថ្ងៃវាជា animal shelter មួយយកទៅបលែងប៉ុន្តែគឺយើងអត់ទាន់មាន fund មួយសម្រាប់ formalize ហ្នឹងឲ្យគាត់ជួយចិញ្ចឹមសត្វនេះទីមួយគឺយើងគួរយកនឹង shelter ទីពីរគឺយើងអាចមួយទៀត expand គាត់ទៅជា police force ប៉ុន្តែមិនយកផ្សំជា police force គាត់ថាជា volunteer ជាអីគឺគាត់ថាជាមួយខាងហ្នឹងគឺគាត់ take it more seriously than police យើងសពថ្ងៃគឺយើងបំបែក department មួយហើយសុខចិត្តអាចថាភ្ជាប់ជាមួយខាងផងការឬក៏ខាងសាសនាវិញ animal welfare តែសប្តាហ៍នេះគឺតែដូច police នេះគឺអត់ take it seriously បាទហើយទី2គឺដូចសប្តាហ៍ការបរិភោគសាច់សត្វហ្នឹងដូចបងនិយាយមុនហ្នឹងគឺតាក់ទងនឹងអត្តសញ្ញាណសត្វនេះខ្ញុំចង់និយាយអាចថា recommend មួយទៀតឧទាហរណ៍អានេះយើងនិយាយ more radical ដូច Denmark អីគេហ៊ានធ្វើអី radical ឧទាហរណ៍យើងហូបសត្វនេះជាគ្រួសារយើងដាក់ចូលទៅគ្រួសារអានោះគេចាប់ទៅស្មានចាប់សមាជិកគ្រួសារយើងតែឧទាហរណ៍មួយទៀតយ៉ាងតិចផុតយើងរកថាអានោះវា more degrading តិចតែយើងប្រាប់ថាសត្វនេះជា property អ្នកគេហៅចប់អ្នកឯងលួចស្មើនឹងឯងលួច property យើងអញ្ចឹងគួរតែ face ច្បាប់តែតាក់ទងការលួចនេះដែរអញ្ចឹងគេថាវាអាចមានពីរហ្នឹងហើយតាក់ទងនឹងការ enforcement ហ្នឹងគឺពីខាងពុទ្ធសាសនិកវិញគុណលើ topic ហ្នឹងខ្ញុំក៏គេហៅថា close to heart ដែរព្រោះខ្ញុំមានសត្វអញ្ចឹងណាហើយខ្ញុំចង់សួរថាគោលដៅយើងអាចបង្កើតអីតែយើងថាយើងអាចជួយអីយ៉ាងម៉េចទៅគោលដៅយើងផ្សព្វផ្សាយហ្នឹងយើងចង់ឲ្យគេធ្វើអីឲ្យមាន implementation អីមួយអញ្ចឹងណាព្រោះបញ្ហាហ្នឹងរហូតហើយខ្ញុំនៅក្នុង group នៅខ្ញុំហ្នឹងខ្ញុំមាន group បរទេសអីអញ្ចឹងហើយគាត់ល្អូរហូតរឿងតែល្អូចង់និយាយថាស្ដាយសត្វស្ដាយអីអញ្ចឹងណាហើយបាត់សត្វបាត់អីរហូតអញ្ចឹងទៅយើងអាចមានគោលដៅដែលយើងធ្វើ public speaking ហ្នឹងយើងចង់បង្កើតអីមួយអីព្រោះយើងនិយាយបើតែមាត់យើងអត់បានធ្វើអីខ្ញុំនិយាយមែនព្រោះឃើញ adoption អត់មានណាគេយក adoption អីចឹងឃើញគ្នានៅតែមកវងមកពោអត់មានណាគេថាមកនេះហើយហាងលក់អង្គុយទៅលក់ហើយសុទ្ធតែមិនថោកទេណាចាប៉មទូទៀតដល់ 1000
ហាពួកហើយឃើញចោលច្រើនណា speed ស្អីអាស្អាតឃើញនៅតាមកាដល់រហូតតែខ្ញុំឆ្ងល់អង្គុយតែលក់ប៉ុន្តែនៅពេលដែលវាដូចម្ចាស់ធុញទៅចោលហើយពួកខ្ញុំទៅខ្ញុំគ្រាន់ណាជួយព្យាបាលចេញទៅព្យាបាលហើយជួយរកអ្នកពីឲ្យអញ្ចឹងណាម្ចាស់ថ្មីឲ្យតែយើងជួយឲ្យបានអស់ហេសូមសួរថាអាចមានគំនិតថាបង្កើតអីមួយដើម្បីជួយបានអត់ឬក៏មិនក្រុមស្អីមួយព្រោះយើង animal lover ស្អីអរគុណបើនិយាយពីបញ្ហាហ្នឹងខ្ញុំគិតដល់ប៉ុន្តែអាចនឹងមានចំណុចខ្វះខាតដែល maybe ត្រូវការ suggestion ពីខាងបងអញ្ចឹងណាអញ្ចឹងជាចំណុចទី4ហ្នឹងគឺសហការជាមួយអង្គការពាក់ព័ន្ធប្រជាជនហើយនិងសហគមន៍អញ្ចឹងសហការរបៀបម៉េចបានន័យថាឥឡូវហ្នឹងវាកំពុងតែកើតមានឡើងហើយគឺមានអង្គការមួយចំនួនដែលគាត់ផ្ដល់សេវាកម្មគ្រាវដោយអត់គិតថ្លៃប៉ុន្តែគ្រាវឲ្យប្រឡែងទៅផ្លូវវិញវានឹងមានបញ្ហាទៅដល់ការលួចការការដាក់ថ្នាំបំពុលសម្រាប់អីចឹងទៅដើម្បីយកសាច់ចឹងទៅអញ្ចឹងអាហ្នឹងគឺនៅពេលដែលប្រជាជនហើយនិងសហគមន៍ក៏ដូចជាអីដែលនរៈបានលើកឡើងមកមិញគឺការចូលរួម also ពីសំណាក់លោកសង្ឃឬក៏អីចឹងណាដើម្បីការពារនៅការលួចទាំងអស់ហ្នឹងអញ្ចឹងគឺបានន័យថាយើង manage ឬក៏យើងគ្រប់គ្រងទៅលើចំនួនសត្វអនាថាហ្នឹងតាមរយៈការគ្រាវបន្ទាប់មកទៀតយើងសហការជាមួយវិទ្យាជននិងសហគមន៍ដើម្បីឃ្លាំមើលការពារវិញព្រោះអាហ្នឹងវាមិនមែនតែដូចខ្ញុំលើកមុនហ្នឹងគឺមិនមែនតែកាត់បន្ថយចោរកម្មហ្នឹងទេប៉ុន្តែក៏វាមិនមែនចោរកម្មទេប៉ុន្តែវាជាសកម្មភាពដែលបកអនាធិបតេយ្យដល់សហគមន៍ហ្នឹងចឹងទៅអញ្ចឹងវានឹងកាត់បន្ថយនៅសកម្មភាពដែលអត់ល្អដូចជាការលួចសត្វការអីចឹងទៅវាអាចលើសពីការលួចបើសិនជាអូខេឧទាហរណ៍ថាចៅគាត់ចង់ទៅលួចសត្វគាត់ដាក់ថ្នាំពុលអីចឹងតែគាត់ឃើញអីផ្សេងក្រៅពីសត្វឃើញតោឃើញអីចឹងទៅគាត់opportunity គាត់ទៅលួចអានឹងអីផ្សេងទៀតអញ្ចឹងវាការពារលើសពីការលួចសត្វគឺវាការពារទៅដល់សុវត្ថិភាពទៅលើចំណុចផ្សេងទៀតជាដើម